បងប្អូនទាំងអស់គ្នាណាខ្លះដែលស្គាល់នៅលើប្រភេទបដិមាដែលខ្ញុំបាទកំពុងតែដាក់បង្ហាញជូនទៅកាន់បងប្អូនទាំងអស់គ្នានេះតើបដិមាអង្គនេះមានអានុភាពខាងអ្វីបើយើងនិយាយទៅតាមជំនឿនៃមរតកដូនតាខ្មែរយើងហើយវត្ថុធាតុដើមបែបណាដែលស័ក្តិសមយកមកសាងនៅលើប្រភេទបដិមាបែបនេះក្នុងវីដេអូនេះខ្ញុំបាទត្រានឹងព្យាយាមលម្អិតចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាទស្សនាជាដំបូងនេះខ្ញុំបាទត្រាក៏សូមធ្វើការគោរពជម្រាបសួរទៅកាន់លោកឪពុកអ្នកម្ដាយនិងអ៊ំពូមីងក៏សូមសួស្តីដល់បងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនទាំងអស់គ្នាដែលស្រឡាញ់ពេញចិត្តនៅក្នុងការចែករំលែករបស់គ្រឿងខ្មែរអង្គរយើងខ្ញុំសូមជួយចុច like ឬមួយក៏ចុច love បើមានចម្ងល់ក៏អាចទំនាក់ជា comment នៅខាងក្រោមបានហើយសម្រាប់បដិមាដែលខ្ញុំកំពុងតែដាក់បង្ហាញជូនទៅកាន់បងប្អូនទស្សនានេះដែលមានប្រនាមថាព្រះមហាកម្ចាយណៈព្រះមហាកម្ចាយណៈនេះបើយើងនិយាយទៅតាមជំនឿបែបមរតកដូនតាខ្មែរយើងឬមួយក៏ជំនឿនៅក្នុងប្រទេសសៀមឬក៏ប្រទេសភូមាគឺដូចតែគ្នាទេពុកម៉ែបងប្អូនបើយើងនិយាយអំពីជំនឿការគោរពបូជានៅលើគុណរបស់ព្រះមហាកម្ចាយណៈគឺមានអានុភាពខាងស្នេហ៍មេត្តាមហានិយមឬក៏មេត្តាមហាអាណិតដូច្នេះគេតែងគិតថាបើបុគ្គលឯណាចង់ឲ្យខ្លួននេះមានអានុភាពខាងស្នេហ៍ធ្វើឲ្យគេនេះក៏លេចមកមើលរូបយើងចាប់ចិត្តប្រតិបត្តិនៅលើរូបរាងរបស់យើងមិនថាបរិសុទ្ធឬក៏ស្ត្រីទេណាដោយមិនចាំបាច់សូត្រមន្តគាថាឬក៏សាក់លេខយន្តអក្សរាយណាជាដើមគ្រាន់តែគោរពបូជានៅលើបដិមាព្រះមហាកម្ចាយណៈក៏ធ្វើឲ្យខ្លួននេះមានអានុភាពខាងស្នេហ៍ណាពុកម៉ែបងប្អូននេះជាជំនឿដែលបុរាណអាចារ្យរបស់យើងលោកបានលើកឡើងហើយពាក់ព័ន្ធនៅលើវត្ថុធាតុដើមវិញតើវត្ថុធាតុដើមបែបណាដែលយើងគួរយកមកសាងឲ្យត្រូវអធ្យាស្រ័យនៅលើបដិមាព្រះមហាកម្ចាយណៈពាក់ព័ន្ធនៅលើវត្ថុធាតុដើមបែបណាក៏យើងអាចសាងបានដែរពុកម៉ែបងប្អូនលើកលែងតែឈើស្អុយតែប៉ុណ្ណោះដែលយើងមិនគួរយកមកសាងនៅលើបដិមាដែលតំណាងឲ្យព្រះអរហន្តដែលមានព្រះនាមថាព្រះមហាកម្ចាយណៈណាពុកម៉ែបងប្អូនសាងឈើអីក៏បានលើកលែងតែឈើស្អុយបើមានចែដំរីភ្លុកដំរីក៏បងប្អូនសាងបានមានក្លឹមអំពិលឈើខ្មៅក៏អាចសាងបានប៉ុន្តែរូបដែលខ្ញុំកំពុងតែដាក់បង្ហាញនេះគឺជាប្រភេទវត្ថុធាតុដើមនាងពួនក្លឹមអំពិលបើយើងនិយាយអំពីនាងពួនក្លឹមអំពិលគឺមានអានុភាពខ្លាំងនៅលើរឿងពីរដែលយើងត្រូវប្រើឲ្យចំគោលដៅដែលយើងចង់បានណាបងប្អូនរឿងទី1នោះគឺខាងចម្បាំងរៀងជល់ពីសម័យបុរាណពេលដែលមានសង្គ្រាមការបាញ់បោះកើតឡើងគឺបុរាណអាចារ្យរបស់យើងលោកត្រែងត្រូវការនៅលើប្រភេទក្លឹមអំពិលឬក៏នាងពួនក្លឹមអំពិលដើម្បីយកមកសាងជាពុទ្ធរូបឬក៏បដិមាឯណាមួយដើម្បីងាយនឹងដាក់តាមខ្លួនដើម្បីការពារនៅលើរឿងសង្គ្រាមកើតឡើងរឿងទី2នោះគឺការពារនៅលើរឿងវិជាមុនខ្មៅមិនថាវិជានោះកើតចេញអំពីមនុស្សឬក៏អមនុស្សជាអ្នកបណ្ដាលក្តីក៏អាចជួយការពាររៀងនៅលើរឿងទាំងអស់នោះមិនឲ្យកើតមានសម្រាប់បុគ្គលឯណាដែលបានមានប្រភេទនាងពួនក្លឹមអំពិលដែលសាងជាបដិមាឡើងនេះជាអានុភាពនៃនាងពួនក្លឹមអំពិលពុកម៉ែបងប្អូនហើយបានជាយើងយកនាងពួនក្លឹមអំពិលនេះយកមកសាងជាតួអង្គព្រះមហាកម្ចាយណៈនេះឡើងដោយសារតែបដិបត្តិឥឡូវគឺយើងចង់បានអានុភាពខាងស្នេហ៍ទៅទីចិត្តទីឆ្ងាយឲ្យគេអាណិតឲ្យគេស្រឡាញ់លក់ដូរអ្វីមួយឲ្យគេចាប់ចិត្តប្រតិបត្តិនៅលើតំណែងដែលយើងដាក់លក់ដូច្នេះអានុភាពនៃព្រះមហាកម្ចាយណៈនឹងអាចបំពេញតម្រូវការនៅលើបុគ្គលឯណាដែលមានសទ្ធាបូជាចំពោះគុណរបស់លោកដូច្នេះទើបខ្ញុំគិតថាវត្ថុតែមួយនេះអាចនឹងមានអានុភាពដល់ទៅ3រឿងសម្រាប់បុគ្គលឯណាដែលមានសទ្ធាជឿជាក់យ៉ាងពិតប្រាកដណាពុកម៉ែបងប្អូនទី1គឺអានុភាពមេត្តាមហានិយមទី2គឺខាងចម្បាំងរៀងជល់ទី3ការពាររឿងវិជាមុនខ្មៅដូច្នេះគឺស័ក្តិសមខ្លាំងណាស់សម្រាប់បងប្អូនទាំងអស់គ្នាដែលមានជំនឿពិតប្រាកដហើយសម្រាប់វីដេអូនេះគឺយើងផលិតឡើងដើម្បីធ្វើការចែករំលែកជូនទៅកាន់បងប្អូនទាំងអស់គ្នាហើយក៏ជាការផ្សព្វផ្សាយស្វែងរកបងប្អូនណាដែលមាននិស្ស័យនៅលើបដិមាដែលយើងកំពុងតែដាក់បង្ហាញដូចគ្នាក៏អាចទំនាក់ទំនងមកកាន់គ្រឿងខ្មែរអង្គររបស់យើងខ្ញុំបានបើបងប្អូនស្រឡាញ់ពេញចិត្តក្នុងការចែករំលែកសូមជួយចុច like ហើយនិង share បើមានចម្ងល់ក៏អាចទំនាក់ជា comment នៅខាងក្រោមបានចែករំលែកឡើងវិញដោយគ្រឿងខ្មែរអង្គរ